nó nên thọ bọt trong bãi có cất thắng tờ lại của chul hay trong cell miền là rõm tha tờ lại nó việc tiếp chul cất cho cất láng ở đằng tha chul cái lại nà đặc biệt chul cái lại khát tiền ok nó không thay nít nhom nâng chạy rùm lên nhà nó nên bị cần sập mối để miền chung ra CISD xây tới cứ chia CISD ok có xong xóa cùng nè đó nè mà can channel YouTube sẽ phải chơi mà đón tiếp có bên này muốn nâng dương thì vậy từ đó CISD dương thời vô biệt là state of delivery chỉ muốn sân state of delivery việc cứ chia đặc biệt đại tiếp xa deliver rồi có move price để chỉ bisa sắm mánh việc prap dương thật tiếp xa cầm bông tại move láng rồi có move cho chẳng biệt tha CISD change in state of delivery việc cứ chỉ cả plug đầu cả deliver rồi có cả move price nữaរបស់ទីផ្សារពី bullish ទៅ bearish ឬក៏ពី bearish ទៅ bullish អញ្ចឹងនៅក្នុងឧទាហរណ៍ទី1ខ្ញុំអ្នកនរមើលឃើញថាផ្សារស្ថិតនៅក្នុង uptrend មានន័យថា move ឡើងទៅដល់ key level ណាមួយវានឹងធ្វើការ take liquidity នៅ key level នោះហើយវាក៏បាន displacement ចុះមកក្រោមមានន័យថាបិទក្រោម up close candle បិទពីក្រោម body ពេលនោះគឺ CISD confirm អញ្ចឹងបញ្ជាក់ថាtrend បញ្ជាក់ថា trend គឺចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរហើយពី bullish ទៅ bearish ហើយអានេះគេថាពេលដែល CISD កើតឡើងគឺ continue bearish កន្លែងនេះអ្នកនេះអាចមើល step បានបើសិនជាអត់តាន់ទី1គឺផ្សារត្រូវ reach ទៅដល់គេថា key level ដែលសំខាន់ណាមួយបន្ទាប់មក taken liquidity ហើយ strong bearish ឬក៏គេហៅ strong displacement ត្រឡប់មកវិញពេលនោះគឺ market shift ហើយមានន័យថាផ្លាស់ប្ដូរពី bullish មក bearish ហើយដល់ទៅពេល bullish CISD មានន័យថាទីផ្សារស្ថិតនៅក្នុងលំហូរ down trend បាទចុះមកដល់ key level ណាមួយនោះបាទហើយផ្សារនឹងធ្វើការ take liquidity នឹងហើយចាប់ផ្ដើមមាន bullish candle ឬក៏គេហៅថា displacement candle បិទពីលើបាទ body របស់គេហៅថា down close candle ឬក៏ bearish candle ពេលដែលបិទពីលើហើយ confirm ថា CISD កើតឡើងនៅពេលដែល CISD កើតឡើងគឺផ្សារនឹងបន្ត bullish បន្តឡើងទៅលើទៀតអូខេ key takeaway អ្នកនរនេះត្រូវចាំថាទី1មាន liquidity sweep មាន displacement up មាន CISD confirm អាហ្នឹងគឺ bullish continuation ដល់ពេល bearish CISD ទី1ត្រូវមាន liquidity take នៅពីលើបាទហើយមាន displacement down មាន candle បិទនៅពីក្រោមហើយ CISD confirm បាទ CISD confirm មានន័យថា bearish continue បាទនៅបន្តចុះអូខេកុំឲ្យខាត់ពេលយូរយើងចូលទៅមើលនៅក្នុង chart ផ្ទាល់តែម្ដងបាទនៅក្នុង chart អ្នកនរឃើញថ្ងៃទី7បាទថ្ងៃទី7អញ្ចឹងថ្ងៃទី7នៅម៉ោងខ្ទង់ម៉ោង6ម៉ោង6ជាងព្រឹកនេះយើងចាប់ផ្ដើមគេថាបើកផ្សារមកអ្វីដែលយើងត្រូវធ្វើមុនគេនោះយើងមើលទៅមើល chart របស់យើងមានន័យថាយើងត្រូវមើលទៅលើ bias ថាតើផ្សារ move up ឬក៏ move ចុះទីផ្សារមានន័យថាអ្នកណាជាអ្នកគេថាគ្រប់គ្រងទីផ្សារបច្ចុប្បន្ននៅក្នុងលំហូរធំបាទតើខាង buyer ឬក៏ខាង seller អញ្ចឹងយើងអាចទៅមើលបាទ1ម៉ោង4ម៉ោងឬក៏1 day ឲ្យយើងដឹងខ្ញុំអាចចាប់ផ្ដើមចេញពីគេថា1 day អ្នកនរនេះ time frame ខ្ញុំរើស time frame ធំអូខេដល់ពេល time frame ធំអ្នកនរនេះមកមើលបាទយើងមើលឃើញថាមុននោះបាទគឺ strong bearish តែម្ដងណាបាទ strong bearish ចុះមកដល់តម្លៃរហូតដល់39ជាងអ្នកនរនេះក៏ប៉ុន្តែអ្វីដែលយើងសម្គាល់ឃើញថាគឺផ្សារបានបែកជាច្រើនកន្លែងនេះបែកនៅទៅនេះបែកនៅទៅនេះបែកនៅទៅណាបាទបែកនៅទៅណា key level សំខាន់គឺមានន័យថាផ្សារមួយ candle នេះគឺផ្ដាច់អស់បាទ key level នេះតែម្ដងអញ្ចឹងគឺចាប់ផ្ដើម strong bullish វិញហើយអ្នកនរនេះណាបាទ strong bullish អញ្ចឹង bias របស់យើងគឺ bullish ពេលដែល bias bullish មានន័យថាយើងផ្ដោតទៅលើការ buy ជាសំខាន់ណាបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះយើងមើល candle មួយ candle គឺស្មើនឹងមួយថ្ងៃណាបាទហើយមាន candle ទូចនេះមួយ bearish candle នេះបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបាទជាទម្លាប់ខ្ញុំនឹងចាប់ផ្ដើមធ្វើការ mark បាទ mark ទៅលើ previous day high previous day low បាទអញ្ចឹងយើងចាប់ផ្ដើម mark បងប្អូនកន្លែងនេះខ្ញុំ mark ថាជា previous day high PDA
ន្លែងនេះខ្ញុំមកជាបាទ PDL បន្តមកទៀតខ្ញុំចាប់ផ្ដើមមើលថាតើតម្លៃដែល close នេះគឺស្ថិតនៅកន្លែងណាអ្នកនរនេះណាបាទស្ថិតនៅក្នុង discount zone ឬក៏ premium zone អូខេបើសិនជាស្ថិតនៅក្នុង premium discount zone គឺជាការល្អមានន័យថាយើងនឹងអាចបានឆាប់ចូលផ្សារព្រោះគោលដៅរបស់យើង buy ask របស់យើងគឺ bullish អញ្ចឹងយើងផ្ដោតទៅលើការ buy ណាបាទអញ្ចឹងមានន័យថាបើសិនជាវាស្ថិតនៅក្នុង discount zone ស្រាប់ហើយយើងនឹងឆាប់កន្លែងបានចូលអូខេអញ្ចឹងយើងមកកន្លែងនេះជា PDM previous day midpoint អានេះគេហៅថានៅខាងក្រោម 50% គឺស្ថិតនៅក្នុង discount zone ហើយបើស្ថិតនៅពីលើ PDM អាហ្នឹងមានន័យថាវាស្ថិតនៅក្នុង premium zone ណាបាទ premium zone អូខេបន្ទាប់ពី mark បែបហ្នឹងហើយអ្នកនរនេះណាបាទយើងចាប់ផ្ដើម switch ទៅ time frame តូចដូចជា15នាទីអូខេ15នាទីយើងសម្គាល់មើលឃើញថាផ្សារ move ចុះមកដល់កន្លែងនេះបាទអាហ្នឹងគឺជា PDL ហើយបានធ្វើការ sweep liquidity នៅខាងនេះមួយបាទយើងឃើញទេផ្សារ sweep ទៅនឹង sweep នៅទៅនេះអស់ហើយអ្នកនរនេះណាបាទហើយផ្សារចាប់ផ្ដើម move ឡើងនេះបាទ move ឡើងក៏មានន័យថាផ្សារលំហូរផ្សារចាប់ផ្ដើម break ទៅលើអ្នកនរនេះឃើញទេនេះ candle បាទវាបិទពីលើហើយអញ្ចឹងបើកមកអស់ថ្ងៃថ្មីគឺផ្សារស្ថិតនៅក្នុង range នេះស្ថិតនៅ discount zone អញ្ចឹងយើងអាចមកមួយទៀតអ្នកនរនេះត្រូវ mark liquidity pool បាទអានេះវា take រួចហើយតែផ្សារអត់តន់ move ឡើងខ្លាំងយើងត្រូវមើលថានៅកន្លែងនេះមាន liquidity នៅត្រង់ទៀតណាបាទ liquidity នេះមួយហើយក៏មាន liquidity នៅលើនេះដែរកន្លែងនេះយើងអាចនិយាយថាជា buy side liquidity បាទ buy side liquidity នេះគឺជាបាទនៅខាងក្រោមតម្លៃយើងហៅថាជា sell side liquidity អញ្ចឹងបើសិនជាយើងចង់ buy រងចាំផ្សារផ្ដាច់ liquidity នៅនេះសិនហើយយើង target ទៅ buy side liquidity អូខេអញ្ចឹងយើងក៏ play វាអ្នកនរនេះណាបាទនេះអ្នកនរនេះមើលឃើញទេកន្លែងនេះយើងឃើញថា break ហើយអញ្ចឹងផ្សារអ្នកខ្លះគឺចូល buy ពីកន្លែងនេះទៅ AVG បាទក៏ប៉ុន្តែនៅពេលដែលគាត់ចូល buy លឿនពេកគាត់អាចដាក់ SL នៅខាងក្រោមនេះអញ្ចឹងទៅឬក៏ខាងក្រោមនេះអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យគេហៅថាផ្សារត្រូវការ retailer ដែលចូលលឿនបែបហ្នឹងដើម្បីឲ្យមានលំហូរសាច់ប្រាក់ធំអ្នកនរនេះណាបាទដើម្បីតម្លៃអាចមូលទៅលើបាននោះអូខេអញ្ចឹងយើងរងចាំមើលទៅទៀតអ្នកនរនេះអូខេនេះនៅពេលដែលផ្សារផ្ដាច់បែបនេះខ្ញុំឧទាហរណ៍ថានៅពេលដែលផ្សារ close បែបហ្នឹងអានេះជាសញ្ញាមួយបញ្ជាក់ថា reject នៅកន្លែងហ្នឹងហើយផ្ដាច់ liquidity នៅនេះរួចហើយបាទហើយបើសិនជាយើងមើលមួយទៀតនោះគឺអ្នកនរនេះអាចនឹងឃើញថាកន្លែងនេះជា order block ព្រោះផ្សារបាន up ទៅលើហើយកន្លែងនេះយើងអាច mark ជា order block បានព្រោះវា break ទៅលើហើយអ្នកនរនេះណាបាទអញ្ចឹងគេហៅកន្លែងនេះយើងអាចជា mark ថាជា POI បាន point of interest ណាបាទ point of interest អូខេអញ្ចឹង sweep liquidity នៅកន្លែងនេះទៀតហើយអ្វីដែលសំខាន់ពេលដែល sweep ហើយអ្នកនរនេះត្រូវរងចាំមើលថាមាន bullish candle អត់ដែលយើងហៅថាជា commitment candle បាទកន្លែង candle ហ្នឹងគឺខ្ញុំបានបរៀនរួចហើយដែរអ្នកនរនេះណាពេលដែលមាន bullish candle strong បែបនេះបាទជាសញ្ញាមួយថាជាពេលវេលាដែលតម្លៃចាប់ផ្ដើម move ឡើងទៅលើវិញហើយបាទជាអានេះគេហៅថា bullish candle អ្នកនរនេះណាបាទជាអានេះនៅឆាកខ្លះគឺចេញពណ៌ green អូខេបាទនៅពេលដែលចេញ strong bullish time frame 15នាទីបែបហ្នឹងខ្ញុំ switch ទៅ time frame 5នាទីបាទដើម្បីឲ្យឡើងចូលផ្សារទី1យើងមើលឃើញថា liquidity គឺ take ហើយអ្នកនរនេះណាបាទគឺវាបានផ្ដាច់ liquidity នៅទៅនេះហើយទី2អានេះយើងអត់តច្បាស់ថាវាបិទនៅពីលើនេះទេបើសិនជាបិទនៅពីលើ body បើសិនជាបិទនៅពីលើ body កន្លែងនេះបាទយើង confirm ថា CISD គឺ confirm ណាបាទបើសិនជាបិទពីលើអញ្ចឹងយើងចាំមើលមួយ candle ទៀតអូខេអញ្ចឹងពេលដែលចេញមួយ candle ទៀត time frame 5នាទីណាបាទគឺយើងឃើញហើយកន្លែងនេះមានន័យថាបិទពីលើនេះហើយមានន័យថាបិទពីលើ body របស់ down close candle ហើយអញ្ចឹង CISD confirm bullish បន្តមកទៀតយើងហៅកន្លែងចូលបើសិនយើងចូលកន្លែងនេះ
dương thời mơ tha SL và dương ai đang thống chẳng dương mơ candle điện này nó nên á bà mơ candle thay cái này cứ miền AVG mùi bà miền AVG hỏi AVG nó bị overlap cho mùi AVG khang này tiệt chẳng dương hai về thay chi IFG cái này ní chia cả confirm và to PCISD miền này ta strong confirm dương ai châu lại tụm nọc chặt bàn này nó nế bà chẳng nhầm cú tình hình máu bà lại ní nhầm chặt ta thầm y tế của FG dương chặt giờ overlap mùi khang này này bà một FG khang này nằng FG khang này chẳng dương giờ sạch để lọt ra về ọt cơm khné nè nó nế bà nhầm ai mà về chia ra FG bán ok bây giờ miền FG bẹp nắng miền CICD cả lá miền FG cái lại nắng dân miền này ta strong confirmation á bà dân dân hầu lại long là cái này dân ai long nữa đặt limit target nơi tăng thành một đòn bà SL dân là cái này nó buồn lệ chiến rồi có pram lệ nữa bà dân đại nó hay target này nó ní ai target mùi từ pì ní ai thà bầm buồn lệ rồi có đọc lệ rồi có target nơi cái này này tại bữa sân chia này nó này cất thả xa ai ní giờ mèo nhóm mày nó cứ nhóm target nơi cái này bàต้อง60ហ្នឹងមូលហេតុដែលខ្ញុំ target នៅទៅនេះគឺកន្លែងនេះគឺជាគេហៅថា point of interest ដែលជា breaker block ដែលផ្សារ move ចុះមកណាបាទ move ចុះមកអូខេអញ្ចឹងខ្ញុំ target ត្រឹមតែ20លេខទេ risk reward គឺ1ទៅ4នេះណាបាទបើសិនខ្ញុំខាត$4ឬក៏$5តែវាចំណេញដល់$20តែដល់ពេលយើងចូល 0.01 យើងចូល 0.1 មួយលេខ$10មានន័យថាបើសិនជាខាត$50បើសិន SL តែបើសិនដល់ target របស់យើងចំណេញបាន200ហើយថ្ងៃនោះខ្ញុំចំណេញបាន200ព្រោះខ្ញុំ target ទៅត្រឹមហ្នឹងទេអាហ្នឹង target ទី1អ្នកនរនេះអាច target នៅកន្លែងហ្នឹងបាទឲ្យយើងដឹងថាតើចំណុច key level ណាដែលយើងគួរតែ target អូខេអាហ្នឹងខ្ញុំសួរថាចុះ target ខ្ពស់ជាងនឹងបានទេនេះយើងអាច target នៅកន្លែង buy side liquidity អ្នកនរនេះអាច target នៅ buy side liquidity នេះគឺបាន35លេខឬក៏យើងអាចមើលឲ្យឃើញឆ្ងាយនោះណាអ្នកនរនេះហ៊ាន take risk គឺយើងអាច target មកដល់ PDH តែម្ដងណាបាទគឺ60លេខជាងអញ្ចឹងយើង play មើលបាទទី1ដែលខ្ញុំនិយាយមិញ target បើសិនយើងចូលច្រើន layer អ្នកនរនេះអាច target កន្លែងនេះជា TP ទី1អ្នកនរនេះអាច target នៅទៅនេះឧទាហរណ៍ថាកន្លែងនេះជា TP ទី1របស់យើងទៅបាទហើយខាងនេះជា TP ទី2របស់យើងទៅអានោះបើសិនជាអ្នកនរនេះចូលបានច្រើន layer អូខេអាចចូល TP ទី2អញ្ចឹងទៅហើយអានេះអាចជា TP ចុងក្រោយរបស់យើងអញ្ចឹងទៅបើសិនកាលណាយើងចូលបានច្រើន layer អ្នកនរនេះណាបាទ3 layer ឬក៏អីអញ្ចឹងទៅអាហ្នឹងតាម risk management របស់យើងអូខេអញ្ចឹងយើង play វាមើលបាទអានេះ CICD កាត់ឡើងមាន IAVG អូខេយើងអាចអូខេនេះគឺ activate តែម្ដងណាបាទ activate នេះអ្នកនរនេះបន្ទាប់ពីដល់ TP1 របស់យើងណាបាទក្រោម PDM មានន័យថាស្ថិតនៅក្នុងចំណុច discount zoneចឹងអ្នកនរនេះឃើញតម្លៃវាចុះមកហើយបាទវាចុះមកខ្លាំងនេះគឺ retracement ចុះមកនេះបាទដោយសារឲ្យវា reject នៅកន្លែងនេះដែរអូខេដល់ TP ទី1របស់យើងចាប់ផ្ដើម deep retracement កន្លែងនេះអញ្ចឹងអ្វីដែលខ្ញុំចែកម្លែកអ្នកនរនេះឲ្យយល់គឺ CISD បាទសួរថាតើខុសពីអីគេបាទខុសពី MSS បែបណាបាទខុសពី MSS បែបណាកន្លែងនេះគឺបើសិនជាយើងរងចាំឲ្យមាន MSS កាត់ឡើងអ្នកនរនេះមកដល់កន្លែងនេះណាបាទនេះតម្រុំទៅ MSS កាត់ឡើងគឺលុះត្រាតែ break គេថាពីលើ high នេះណាបាទពីលើ swing high នេះអញ្ចឹងកន្លែងហ្នឹងទើបមាន MSS ឬក៏ shock កាត់ឡើងតម្រុំតែមាន shock កាត់ឡើងតម្លៃដែលយើងចូលក៏រៀងខ្ពស់ដែរបាទខ្ញុំឧទាហរណ៍ថាបើសិនជាមាន shock កាត់ឡើងអញ្ចឹងយើងឃើញថាមាន shock ឬក៏ MSS កាត់ឡើងនឹងមាន confirm ដូចគ្នាកន្លែងនេះយើងឃើញហើយមានAVG ដែរនេះអ្នកនរនេះឃើញពេលដែលយើងរងចាំហ្នឹងគឺក៏មាន AVG កាត់ឡើងនៅកន្លែងហ្នឹងដែរណាមាន AVG កាត់ឡើងដល់ហ្នឹងឃើញទេមក AVG ហើយយើងក៏អាចចូលនៅកន្លែង AVG ហ្នឹងឬក៏យើងរងចាំ 50% តែបើសិនយើងរងចាំ 50%អាច miss trade ដូចគ្នាដោយករណីនេះវាអត់ចុះមកដល់កន្លែងគេហៅថា 50% នោះទេអញ្ចឹងកន្លែងនេះបើសិនយើងចូល long ពីដំបូងគឺយើងចូលនៅទៅនេះហើយ SL យើងគឺក្រុម FG នឹងដូចគ្នានេះអាចធប់យើងតិចគឺរហូតដល់6លេខឬក៏7លេខណាបាទយើងចូលនៅទៅនេះហើយ SL យើងនៅទៅនេះបាទ SL យើងនៅទៅហ្នឹងហើយយើងអាច target ទៅឲ្យខ្ពស់តែម្ដងអានេះយើងអាច target នៅ TP ទី2ជា TP ទី1បាទទៅនេះ
chẳng revert cứ 7 đó bà 7 tại bởi become nhưng cho become máu mà đó là thầm TP muối của bạn buồn revert buồn này khi những dương cho nữa tới hay dương chạm play mới anh bữa sen chỉ cạn này dương chạm SE cả lại nữa mà chạm SE cả lại các dương nơi tầm miền châu rằng này nó này khởi nhé vì mình ọt nó thì ok dương chạm mới đó TP đế ok nít đỏ đó mà cứ đo TP rồi bao giờ để dương chạm SE anh chỉ TP thì muối tại bữa sen chỉ dương thật dương châu bị CICD confirm máu cứ đo TP bao giờ hai anh ấy ở đây trong trong này nè nó đi vô CISD ភាពខុសគ្នាមួយទៀតបាទដើម្បីឲ្យ clean ដើម្បីឲ្យច្បាស់តែម្ដងអ្នកនរនេះអានេះគឺចប់កន្លែងនេះហើយអញ្ចឹងខ្ញុំអត់បន្តទៅមុខនៅតំណងទៀតទេតែខ្ញុំចង់ឲ្យអ្នកនរនេះ clear អំពី CISD ម្ដងណាបាទយើងមើលនៅកន្លែងនេះអ្នកនរនេះអាពេលដែលយើងអាចរកកន្លែង cell បានបាទនេះខ្ញុំបកទៅក្រោយវិញតិចណាបាទនេះបើសិនជាយើងមើល key level 15នាទីបាទខ្ញុំចង់ឲ្យអ្នកនរនេះច្បាស់ទេខ្ញុំបកទៅក្រោយវិញអានោះយើងចាត់ទុកថាវានេះទៅនេះនៅពេលដែលទីផ្សារ move ចុះខ្លាំងណាអ្នកនរនេះ move ចុះមកដល់នេះហើយមានន័យថា break structure កន្លែងនេះអស់ហើយ15នាទីអញ្ចឹងយើងមើលឃើញថាបើសិនយើងចង់ sell ទៀតលុះត្រាតែវាផ្ដាច់ liquidity ណាមួយនេះគឺមាន liquidity នៅណាខ្លះនេះអ្នកនរនេះឃើញវាផ្ដាច់នៅទីនេះហ៎ឬក៏ចង់ឲ្យវាផ្ដាច់នៅទីនេះសិនបាទនៅពេលដែលវាផ្ដាច់ liquidity នៅទីនេះហើយបន្តមកទៀតយើងអាច switch មក time frame តូចដូចជា5នាទីយើង play វាសិនអ្នកនរនេះឃើញ swing high swing low កន្លែងនេះ CICD កាត់ឡើងនៅទីនេះបាទអានេះ CICD ទី1ដែលយើងនិយាយថា CICD កាត់ឡើងហើយអានេះ liquidity គឺ grab ហើយបាទអញ្ចឹងបើសិនជាផ្ដាច់នៅតំណឹងហើយគឺអត់មាន FG ទេនៅកន្លែងនេះវាអាច take risk ខ្លះដែរអ្នកនរនេះក៏ប៉ុន្តែយើងមើល candle មួយនេះបើសិនជាអ្នកនរនេះបានស្វែងយល់ពី candle អានេះគេហៅថាជា bearish candle bearish engulfing អញ្ចឹងក៏វា strong ដែរបាទយើងអាចចូល short នៅក្នុងហ្នឹងតែម្ដងបាទចូល short នៅកន្លែង liquidity នៅ order block ហ្នឹងតែម្ដងឬក៏បិទបកគោលនេះហើយចូលពីហ្នឹងមកហើយយើងចាប់ផ្ដើម target នៅណានេះយើងអាចដាក់ SL នៅម្ដុំហ្នឹងហើយយើង target អ្នកនរនេះអាច target swing low បាទនេះ1ទៅប៉ុន្មាននេះ1ទៅ2នេះឬក៏អ្នកនរនេះអាច target មក discount zone នៅទីនេះឬក៏អាចទៅ swing low នេះណាបាទព្រោះនេះខ្ញុំថ្ងៃហ្នឹងខ្ញុំ target មកនេះបាទអានេះទី1តែបើសិនករណីអ្នកនរនេះចូលអត់តាន់ឧទាហរណ៍នេះឡើយនេះគឺមាន CIC កាត់ឡើងមកតង់ទៀតអ្នកនរនេះណាបាទនៅត្រង់នេះបាទនេះ confirm ខ្លាំងជាងឡើយនេះទៅទៀតអ្នកនរនេះណាបាទក៏ប៉ុន្តែបើសិនជាអ្នកនរនេះរងចាំខ្ញុំឲ្យអ្នកនរនេះមើលឃើញពីភាពខុសគ្នាថាបើសិនជាយើងចាំ MSS មានន័យថាឲ្យវា confirm ច្បាស់លុះត្រាតែផ្សារវាប្របែកនៅទីនេះ swing low បាទមានន័យថារកចាំឲ្យផ្សារលុះត្រាតែផ្សារវានេះអ្នកនរនេះណាបាទវាបើសិនជាផ្សារ close នៅពីក្រោមហ្នឹងអាហ្នឹងបាន MSS កាត់ឡើងមានន័យថាបើបិទក្រោមអញ្ចឹងកន្លែងនេះនៅទេអ្នកនរនេះណា MSS គឺអត់ទាន់ confirm នោះទេបាទអញ្ចឹងយើងចាំមើលមក candle ទៀតនេះឧទាហរណ៍ថាបើសិនជាចាំ candle នេះបិទនៅពីក្រោមណាអ្នកនរឃើញផ្សារ move ចុះមកយ៉ាងឆ្ងាយដែរបាទ move ចុះឆ្ងាយក៏ប៉ុន្តែនៅតែមានកន្លែងយើងអាចចូល sell បានដូចគ្នាបាទអាហ្នឹងបើយើងចាំ MSS កាត់ឡើងចុះមកបែបហ្នឹងអ្នកនរឃើញ FG នៅទីនេះបាទអ្នកនរឃើញ FG នៅទីនេះអូខេខ្ញុំឲ្យអ្នកនរមើលឃើញ FG នៅទីហ្នឹងអូខេនៅពេលដែលអ្នកនរឃើញ FG នៅទីហ្នឹងយើងអាចចូល short នៅទីហ្នឹងបានគឺយើងចូលពីត្រង់នេះ SL យើងនៅណា SL យើងយើងអាចដាក់នៅពីលើ candle នេះបាទ6លេខឬក៏ដាក់នៅពីលើ FG ហ្នឹងបន្តិចថា5លេខចុះករណីវា sweep liquidity នៅពីហ្នឹងម្ដងទៀតឧទាហរណ៍អញ្ចឹងយើងអាចបាទ target 1ទៅ2បើសិនជាអ្នកនរគ្នាបាទ5លេខយើងអាច target តាម10លេខអីចឹងទៅបាទ SL 5លេខ TP 10លេខឬក៏អ្នកនរគ្នា target នៅគេហៅ swing low តែយើងចេះគេហៅបិទ
caution តាមផ្លូវខ្លះទៅអ្នកនរនេះណាបាទឧទាហរណ៍នេះបាទគេ active ហើយ active ហើយចុះមកអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យអ្នកនរនេះយល់នោះពីភាពខុសគ្នាពី CISD និង MSS អញ្ចឹង CISD គឺវាកើតឡើងមុន MSS កើតឡើង CISD បញ្ជាក់ថាលំហូរបានចាប់ផ្ដើមមានន័យថាបានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរហើយតែបើ MSS បញ្ជាក់ថាវាបានផ្លាស់ប្ដូររួចទៅហើយឃើញទេវាឡើងអញ្ចឹង MSS កើតឡើងក៏មានន័យថាវាផ្លាស់ប្ដូរមក down មកវិញហ្នឹងនៅក្នុង time frame តូចអញ្ចឹងយើងហៅកន្លែងចូលផ្សារបានហើយណាបាទហៅកន្លែងចូលផ្សារបានហើយឃើញទេ target ដល់ TP របស់យើងថាបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយ like ផងហើយថាបើសិនជាអ្នកនរគ្នាជាអ្នកថ្មីកុំភ្លេច subscribe ចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខាននៅវីដេអូល្អៗពេលក្រោយណាបាទ